ម៉ាស៊ីននេះកិននិងចម្អិនទឹកសណ្តែកបានក្នុងពេលតែមួយអញ្ចឹងបងត្រូវការកិនទឹកសណ្តែកធ្វើជាប្រចាំរាល់ថ្ងៃប្រើជាមួយនឹងម៉ាស៊ីននេះមានភាពងាយស្រួលគ្រាប់សណ្តែកនេះត្រាំទឹកមួយយប់ដែរណាបងទៅព្រឹកឡើងនេះយកមកកិនបងអញ្ចឹងពេលកិននេះខ្ញុំថែមអំបិលមកបន្តិចដែរណាបងដើម្បីឲ្យមានជាតិល្អបន្ទាប់មកដាក់ទឹកចូលនេះចំនួនកែវមកពេញរបស់គេនេះគឺខ្នាត1លីត្រ75ប៉ុន្តែខ្ញុំដាក់ទឹកអត់ឲ្យពេញដល់1លីត្រ75ហ្នឹងបងដាក់ទឹកក្រោមគំនូសហ្នឹងបន្តិចដើម្បីឲ្យពេលម៉ាស៊ីនចាប់ផ្ដើមកិនវាផុលឡើងកុំឲ្យទឹកហូរចេញតាមគម្របវិញបងអញ្ចឹងនៅពេលដែលដាក់រួចរាល់ហើយបងបិទគម្របសកត់ឲ្យណែនល្អហើយចាំមូលឲ្យចូលកលៈរបស់គេនេះតបមកបងយកមកដាក់នៅក្នុងតួម៉ាស៊ីនបងអាចសម្គាល់សញ្ញាព្រួយនេះដូចគ្នាសញ្ញាព្រួយត្រីកោណរបស់កែវហើយនឹងតួម៉ាស៊ីននៅកន្លែងហ្នឹងគឺត្រឹមត្រូវបងចាប់ផ្ដើមដោតខ្សែភ្លើងគឺវាចេញភ្លើងបែបនេះបន្ទាប់មកចុចកន្លែងសញ្ញានេះមានអក្សរ start ហើយនឹង stop អញ្ចឹងមុនដំបូងនេះប៉ះមួយគឺ start ហើយបងមើលភ្លើងកន្លែងនេះគឺ quick ខ្សោយមាននេះបានន័យថាចម្អិនទឹកសណ្តែកដែរតែវាលឿនប្រើរយៈពេល18នាទីប៉ុន្តែថ្ងៃនេះខ្ញុំចង់ប្រើទៅតាមស្តង់ដារទូទៅបងចុចទៅលើពាក្យមនុយបងដើម្បីផ្លាស់ប្ដូរមុខងារអញ្ចឹងប៉ះមនុយហ្នឹងទៅវាលោតមកកន្លែងសោយមៀលហ្នឹងចម្អិនរយៈពេល26នាទីបន្ទាប់មកចុច start ដំណើរការគឺវាចេញភ្លើងបែបនេះនៅពេលហ្នឹងគឺវានឹងដំណើរការចម្អិនតែម្ដងចេញភ្លើងបែបនេះហើយគឺម៉ាស៊ីនចាប់ផ្ដើមដំណើរការបងជំហានដំបូងនេះគឺដាំទឹកសិនបងពេលដែលទឹកឆ្អិនហើយវាចាប់ផ្ដើមកិនហើយកិនក៏អត់កិនយកតែម្ដងទេបងគឺកិនឈប់មកស្ទុះកិនទៀតបងហើយនៅពេលដែលចាប់ផ្ដើមកិនហើយគឺនឹងរាប់នាទីថយចុះក្រោយពេលហ្នឹងបងចាប់ផ្ដើមឃើញនាទីវារាប់26នាទីរាប់ថយមកក្រោយរហូតដល់ឆ្អិនតែម្ដងអញ្ចឹងក្នុងដំណាក់កាលនៃការកិនរបស់ទឹកសណ្តែកហ្នឹងបងនៅពេលដែលចិត្តឆ្អិនចិត្តដល់នាទីឆ្អិនមែនតើបងគឺវាកិនយកតែម្ដងអញ្ចឹងល្បឿននៃការកិនខុសគ្នាទៀតប៉ុន្តែអត់ពិបាកប្រើប្រាស់ទេបងចុចតែម្ដងមុខងារទឹកសណ្តែកហើយចុច start ដំណើរការចោលបងត្រង់ចាំមើលដល់នាទីផុត26នាទីហ្នឹងគឺឆ្អិនរួចរាល់តែម្ដងដូចក្នុងវីដេអូនេះអញ្ចឹងបងកិននឹងចម្អិនបានក្នុងពេលតែមួយឆ្អិនរួចរាល់តែម្ដងអញ្ចឹងឥឡូវនេះឆ្អិនហើយបងពេលដែលចិត្តឆ្អិនចុងបញ្ចប់នេះគឺរាប់នាទីថយចុះក្រោយណាបងអាចមើលក្នុងវីដេអូនេះបានបន្ទាប់ពីឆ្អិននេះវានឹងលោតអូតូមកកន្លែង keep warm រក្សាកម្ដៅក្ដៅអ៊ុនៗជាប់រហូតបងចង់ដោតខ្សែភ្លើងចោលរក្សាកម្ដៅក៏បានបងចង់បិទដូចខ្ញុំចេះក៏បានដែរបងអញ្ចឹងខ្ញុំសូមបិទសិនដោតខ្សែភ្លើងហើយបើកគម្របជូនបងមើលទឹកសណ្តែកធ្វើថ្មីស្រស់អត់ដាក់ស្ករញ៉ាំល្អសម្រាប់សុខភាពអញ្ចឹងបងធ្វើទឹកសណ្តែកញ៉ាំដើម្បីសុខភាពល្អមានកាល់ស្យូមមានវីតាមីន D ស្បែកស្អាតជួយដល់សុខភាពបេះដូងជាពិសេសសម្រាប់បងដែលគាត់ចូលដល់វ័យមួយដែលត្រូវការញ៉ាំទឹកដោះគោប៉ុន្តែញ៉ាំអត់បានត្រូវការញ៉ាំទឹកសណ្តែកជំនួសវិញបងអាចប្រើប្រាស់ជាមួយនឹងម៉ាស៊ីននេះបានក្រៅពីមុខងារកិននិងចម្អិនទឹកសណ្តែកក៏ប្រើសម្រាប់មុខងារផ្សេងទៀតបានដូចជាធ្វើទឹកពោតបានកិនបបរកូនក្មេងបានកិនបបរសម្រាប់មនុស្សចាស់បានណាបងកិនទឹកផ្លែឈើបានហើយនឹងកិនធម្មតាបានហើយក៏រក្សាឲ្យក្ដៅអ៊ុនៗបានទៀតប្រើជាមួយនឹងកែវថ្មក្រាស់ស្អាតមាំល្អប្រើប្រាស់ធន់និងមានសុវត្ថិភាពបងសម្រាប់ព័ត៌មានបន្ថែមពីលើនឹងទៀតបងអាចឆាតមកកាន់ page eShop City យើងខ្ញុំឥឡូវនឹងបានណាបង